ថ្ងៃនេះនាងខ្ញុំមកបង្ហាញបងប្អូនអំពីរបៀបធ្វើបង្គាខ្ទិះចឹងណាបងប្អូននិយាយទៅមុនពេលដែលខ្ញុំត្រូវទៅសុកទៅអីចឹងទៅលេងយាយតារបស់បងស្មាគឺខ្ញុំតែងតែធ្វើម្ហូបទៅជូនពួកគាត់អញ្ចឹងណាហើយនេះគឺជាគ្រឿងផ្សំដែលយើងត្រូវធ្វើបង្គាខ្ទិះហ្នឹងហើយបង្គាហ្នឹងគឺជាទូទៅខ្ញុំចំហុយវាឆ្អិនសិនអញ្ចឹងណាបងប្អូនហើយដើម្បីយើងយកមកធ្វើសម្លខ្ទិះហ្នឹងគឺវាលឿនវាចង់និយាយថាវាអត់ចំណាយពេលត្រូវធ្វើឲ្យបង្គានឹងឆ្អិនអីចឹងវាធ្វើឲ្យគោកទឹកខ្ទិះយើងអញ្ចឹងណាអញ្ចឹងអាចធ្វើតាមរបៀបខ្ញុំនេះគឺងាយស្រួលហើយលឿនមែនតើបងប្អូនអញ្ចឹងគឺយើងដាក់ប្រេងឆាដាក់ខ្ទឹមដាក់គ្រឿងបុកអីហ្នឹងមកហើយជាមួយខ្ទឹមក្រហមហើយកៈពិបន្តិចមកគឺយើងឆាចូលគ្នាអញ្ចឹងណាបងប្អូនហើយក៏អត់បងផ្លិចជាមួយនឹងប្រភេទស្ករត្នោតយើងដែរហើយបងប្អូនអត់មានស្ករត្នោតអាចប្រើជាមួយស្ករសអីក៏បានដែរហើយយើងអាចប្រើជាមួយនឹងម្ទេសចិញ្ច្រាំអញ្ចឹងណាបងប្អូនម្ទេសផ្លោងជ្រាំនឹងដើម្បីយើងបង្កើនពណ៌សម្លរបស់យើងឲ្យកាន់តែស្អាតអញ្ចឹងណាហើយយើងក៏មកចាក់ជាមួយនឹងទឹកខ្ទិះរបស់យើងដើម្បីឲ្យឆាឲ្យវាចូលជាមួយគ្រឿងសពហ្នឹងហើយវាបង្កើនរសជាតិឈ្ងុយឆ្ងាញ់អញ្ចឹងណាបងប្អូនហើយយើងឆាវាធ្វើឲ្យវាសពចូលគ្នាបានន័យថាគ្រឿងហើយនឹងគ្រឿងទេសទាំងអស់ហ្នឹងគឺត្រូវតែចូលគ្នាហ្មងអត់ឲ្យដុំឯងបងប្អូនហើយក៏យើងថែមជាមួយនឹងប្រេងខ្យងទឹកម្ទេសទឹកស៊ីអ៊ីវបន្តិចមកអញ្ចឹងណាបងប្អូនដើម្បីឲ្យវាកាន់តែឈ្ងុយអញ្ចឹងហើយម្សៅស៊ុបក៏យើងដាក់ដែរបងប្អូនតែយើងកុំដាក់ច្រើនពេកប្រយ័ត្នវាប្រៃអញ្ចឹងណាហើយចុងក្រោយគឺខ្ទិះដូងយើងចាក់ទុកតែបន្តិចបានហើយបងប្អូនដល់ពេលដែលយើងចាក់បង្គាចូលទៅយើងចាក់ទឹកខ្ទិះចុងក្រោយចូលអញ្ចឹងទៅដើម្បីវាបង្កើនខ្ទិះពណ៌សអញ្ចឹងណាមើលទៅតំណងគួរឲ្យចង់ញ៉ាំអញ្ចឹងណាបងប្អូនហ្នឹងហើយនៅពេលដែលយើងគិតថារសជាតិដែលយើងធ្វើហ្នឹងសមល្មមអីហើយយើងក៏ចាក់បង្គាដែលយើងបានអប់ទុកមុនហ្នឹងខ្ញុំអប់ជាមួយនឹងប៊ឺអញ្ចឹងណាបងប្អូនវាមានរសជាតិឈ្ងុយអញ្ចឹងណាហើយក៏ប៉ិតទៅតែប៉ុណ្្នឹងគឺវាគ្រួចឯងបន្តែខ្ញុំចង់ដាក់ឲ្យវាពុះមកពុះអញ្ចឹងណាហ្នឹងហើយយើងដាក់ឲ្យវាមកពុះអញ្ចឹងដើម្បីឲ្យគ្រឿងហ្នឹងវាចូលនៅក្នុងបង្គារបស់យើងហើយយើងញ៉ាំជ្រក់មួយនំប៉័ងអីទៅវាខ្ទិះហ្មងបងប្អូនហើយកុំភ្លេចយើងហាន់ស្លឹកក្រូចសើចណាមិនទុយល្អិតៗយើងដាក់ពីលើអញ្ចឹងទៅវាកាន់តែឈ្ងុយហើយខ្ទិះដូងនៅសល់គឺយើងចាក់ប្រហើយមកហើយយើងទុកឲ្យពុះបន្តិចមកគឺយើងបិទភ្លើងគឺជាការស្រេចហើយបន្ទាប់ពីខ្ញុំទុកឲ្យរៀងត្រជាក់បន្តិចខ្ញុំក៏ដួសដាក់នៅក្នុងប្រអប់នេះបងប្អូនខ្ញុំធ្វើពីប្រអប់ដើម្បីជូនយាយតារបស់បងស្បាមកប្រអប់ហើយពូមីងមកប្រអប់ចឹងណាហើយគាត់ក៏ឆ្លៀតយកទៅប្រគេនប្រសង់ពាក់កណ្ដាលដែរព្រោះយើងទៅនេះទៅលេងគាត់ហើយក៏ទៅចូលរួមពិធីបុណ្យកាន់អង្គនៅវត្តនៅឯកំពង់ចាមអញ្ចឹងណាបងប្អូនហើយនិយាយស្មោះត្រង់ទៅពិធីបុណ្យកាន់អង្គហ្នឹងនាងខ្ញុំទៅចូលរួមលើកទី1ដែរទេហើយអត់ដែលបានដឹងឬក៏ចូលរួមពិធីបុណ្យកាន់អង្គហ្នឹងទេក៏ប៉ុន្តែពិធីបុណ្យកាន់អង្គវាដូចជាពិធីបុណ្យឆ្លងអ្វីមួយបន្ទាប់ពីព្រះវិហារអញ្ចឹងជាទូទៅនៅវត្តអំពេលគេធ្វើវិហារចប់គេធ្វើបុណ្យបញ្ចុះសីមាអីអញ្ចឹងទៅតែនេះរបៀបថានៅវត្តហ្នឹងគេធ្វើខ្លោងទ្វារថ្មីបងប្អូនអញ្ចឹងគេធ្វើខ្លោងទ្វារថ្មីអីអញ្ចឹងហើយអញ្ចឹងទៅក៏គេធ្វើត្រូវការរបៀបធ្វើបុណ្យឆ្លងអញ្ចឹងប៉ុន្តែនេះគេអត់ហៅថាពិធីបុណ្យឆ្លងទេគេពិធីបុណ្យកាន់អង្គបានន័យថាមានលោកនៅតាមបណ្ដាវត្តផ្សេងៗអាចមកចូលរួមអញ្ចឹងទៅហើយប្រជាពលរដ្ឋនៅក្នុងភូមិហ្នឹងគេកាន់ម៉ានអង្គ